ខ្ញុំមានអត្ថបទល្អមួយនិយាយពីការណែនាំសម្រាប់ស្ត្រីមានផ្ទៃពោះនិងអ្នកម្ដាយថ្មីថ្មោងគេនិយាយថាអ្នកអាចធ្វើបានយើងត្រូវតែជឿជាក់លើសមត្ថភាពរបស់ខ្លួនយើងថាយើងអាចធ្វើបានទោះតាមយើងស្ទើរភាពជឿជាក់តែត្រូវគិតថានៅមានខ្ញុំដែលនៅគ្រប់គ្រងជានិច្ចអាចយើងខ្ញុំជាផ្នែកមួយនៃភាពជោគជ័យបានដោយសារអីយើងអាចជជែកគ្នាឬក៏ស្ដាប់គ្នានៅក្នុងYouTube នេះបានសូមចិញ្ចឹមកូនរបស់អ្នកជាមួយនឹងទឹកដោះអ្នកម្ដាយអូខេហេតុអ្វីបានជាគ្រូពេទ្យក៏តែងតែណែនាំឲ្យយើងបំបៅកូននៅទឹកដោះម្ដាយដោយសារតែអ្នកជំនាញខាងសុខភាពជំនួយពិភពលោកគេយល់ស្របថាទឹកដោះម្ដាយគឺល្អបំផុតសម្រាប់ទារកហើយគាត់ក៏បានផ្ដល់អនុសាសន៍ឲ្យបំបៅកូនតែទឹកដោះម្ដាយមួយមុខគត់រយៈពេល6ខែនៃជីវិតកូននិងបន្តបំបៅកូននៅទឹកដោះម្ដាយនិងផ្ដល់អាហាររឹងដែលសមស្របទៅដល់កូនដែលមានអាយុយ៉ាងហោចណាស់1ឆ្នាំហេតុអ្វីគ្មានអ្វីអាចប្រៀបបានទៅនឹងទឹកដោះម្ដាយទេវាជាអាហារដែលល្អឥតខ្ចោះសម្រាប់ទារករបស់អ្នកនិងមានសារធាតុចិញ្ចឹមដែលទារកត្រូវការដើម្បីរីកចម្រើនលូតលាស់និងធំធាត់ទឹកដោះម្ដាយមានភាពងាយស្រួលក្នុងការរំលាយអាហារជាងទឹកដោះគោដូច្នេះទារកដែលបើទឹកដោះម្ដាយអាចនឹងមិនសូវមួម៉ៅដូចជាក្មេងដែលបើទឹកដោះគោការបំបៅកូនដោយទឹកដោះម្ដាយអាចធ្វើឲ្យទារកមានសុខភាពការបំបៅកូនដោយទឹកដោះម្ដាយធ្វើឲ្យទារកមានសុខភាពល្អការបំបៅកូនដោយទឹកដោះម្ដាយអាចជួយការពារទារកពីជំងឺទូទៅដូចជាជំងឺត្រចៀកជំងឺផ្លូវដង្ហើមជំងឺរាគរូសដោយសារនៅក្នុងទឹកដោះម្ដាយមានសារធាតុការពារការបំបៅកូនដោយទឹកដោះម្ដាយក៏ជួយបន្ថយហានិភ័យនៃជំងឺSIDS ផងដែរទារកដែលបៅទឹកដោះម្ដាយគឺមានហានិភ័យទាបចំពោះបញ្ហារយៈពេលវែងមួយចំនួនដូចជាជំងឺទឹកនោមផ្អែមមហារីកមួយចំនួនជំងឺធាត់ជំងឺហឺតនិងជំងឺអាឡែហ្ស៊ីការបំបៅកូនដោយទឹកដោះម្ដាយធ្វើឲ្យម្ដាយគាត់មានសុខភាពល្អតាមការសិក្សាបានរកឃើញថាស្ត្រីដែលបំបៅកូនដោយទឹកដោះម្ដាយគឺមានទម្ងន់មិនសូវមានម្ដាយគឺទំនងជាមិនសូវកើតជំងឺមហារីកសូដន់ជំងឺមហារីកអូវែរព្រមទាំងជំងឺទឹកនោមផ្អែមប្រភេទទី2ផងដែរស្ត្រីជាច្រើនក៏ត្រឡប់មកទម្ងន់និងរាងរៅដូចពីមុនពេលមានផ្ទៃពោះវិញបានយ៉ាងលឿនទឹកដោះម្ដាយគឺពិសេសណាស់ខុសពីទឹកដោះគោទឹកដោះម្ដាយតែងតែប្រែប្រួលទៅតាមពេលវេលានិងក្នុងអំឡុងពេលនៃការបំបៅតាមការសិក្សាផងដែរក៏គេបានបង្ហាញថាទារកដែលបំបៅទារកដែលបើដោះម្ដាយធំឡើងអត់សូវរើសចំណីអាហារព្រោះពួកគាត់ស៊ាំទៅនឹងរសជាតិខុសៗគ្នានៅក្នុងទឹកដោះម្ដាយការបំបៅកូនដោយទឹកដោះម្ដាយជួយសន្សំសំចៃលុយទឹកដោះម្ដាយគឺដែលឥតគិតលុយហើយមិនតម្រូវឲ្យមានឧបករណ៍ពិសេសអ្វីឡើយការចំណាយលើការថែទាំសុខភាពក៏អាចទាបជាងដោយសារតែទារកដែលបើដោះម្ដាយជាទូទៅប្រើឱសថតិចយួចជាងនិងមិនសូវទៅពេទ្យគេរួមអត់សូវឈឺអញ្ចឹងដើម្បីមានភាពជោគជ័យនៅពេលសម្រាប់បំបៅកូននៅទឹកដោះតែយើងត្រូវត្រៀមអីគេខ្លះទី1មុនពេលសម្រាប់យើងអាចគិតមួយចំនួនបានដូចជាគេណែនាំថាមានកិច្ចការជាច្រើនដែលអ្នកអាចធ្វើបានមុនពេលកូនអ្នកកើតដើម្បីជួយឲ្យអ្នកបំបៅកូនដោយទឹកដោះម្ដាយទទួលបានភាពជោគជ័យទី1យើងអាចប្រាប់ក្រុមគ្រួសារមិត្តភ័ក្តិពីគម្រោងនៃការបំបៅដោះកូនដើម្បីឲ្យគាត់ដឹងថាយើងជ្រើសរើសការបំបៅកូនដោយទឹកដោះម្ដាយហើយពួកគេដឹងពីជម្រើសរបស់យើងហើយគេនឹងត្រៀមខ្លួនបានល្អជាងមុនដើម្បីជួយពេលកូនយើងកើតទាញយកអត្ថប្រយោជន៍ពីថ្នាក់បង្រៀនផ្សេងពាក់ព័ន្ធជាមួយនឹងការបំបៅកូននិងអានសៀវភៅពីការបំបៅកូនដោយទឹកដោះម្ដាយរៀនពីអ្វីៗទាំងអស់ដែលអាចរៀនបាននៅពេលដែលមានដូចជាមើល YouTube នៅក្នុងករណីនេះជាដើមកុំទទួលអំណោយដែលឥតគិតថ្លៃពីក្រុមហ៊ុនទឹកដោះគោជាធម្មតាក្រុមហ៊ុនទឹកដោះគោឬក៏អីគាត់ឲ្យសាកបើយើងទទួលអំណោយហើយយើងអាចនឹងសាកអញ្ចឹងណាអញ្ចឹងអ្នកម្ដាយអាចទុកផលិតផលម្សៅទឹកដោះគោសម្រាប់សាកលបងនៅផ្ទះមុននឹងឈប់បំបៅកូនដោយទឹកដោះម្ដាយក្នុងពេលឆាប់ពិភាក្សាពីគោលបំណង
បំបៅកូនដោយទឹកដោះជាមួយគ្រូពេទ្យនិងគ្រូពេទ្យកុមារដែលអ្នកជ្រើសរើសសម្រាប់សម្រាលកូនរបស់អ្នកដើម្បីធានាថាគ្រប់គ្នាបានដឹងអំពីអ្វីដែលអ្នកចង់បានបញ្ចូលអំពីគោលបំណងនៃការបំបៅកូនដោយទឹកដោះម្ដាយនៅក្នុងផែនការយកកូនរបស់អ្នកនិងចែករំលែកវាជាមួយនឹងបុគ្គលិកមន្ទីរពេទ្យពិគ្រោះជាមួយនឹងគ្រូពេទ្យអំពីផែនការយកកូនរបស់អ្នកស្វែងយល់អំពីការប៉ះពាល់របស់ថ្នាំបំបត្តិការឈឺចាប់និងវិធីសម្រាលកូនទៅលើការបំបៅកូនដោយទឹកដោះម្ដាយស្វែងយល់ពីជម្រើសខុសៗគ្នាក្នុងការបំបត្តិការឈឺចាប់ក្នុងពេលសម្រាលកូនយើងអាចប្រមូលឈ្មោះនិងប្រមូលនៃធនធានគ្រប់គ្រងបំបៅកូនដោយទឹកដោះម្ដាយនៅតាមសហគមន៍របស់យើងហើយទុកវានៅកន្លែងស្រួលរកសម្រាប់នៅពេលដែលអ្នកត្រឡប់ទៅផ្ទះវិញរៀនអំពីឥរិយាបថរបស់ទារកទើបកើតរៀនអំពីសញ្ញារបស់ទារកដើម្បីដឹងថានៅពេលណាទារកឃ្លានបោរកវិធីដើម្បីលួងទារកទើបនឹងកើតដើម្បីត្រៀមខ្លួនពេលកូនរបស់អ្នកកើត